ជំរាបសួរបងប្អូនគ្នាពីតបន្តខ្ញុំនឹងបកស្រាយពីបទនៃការក្តៅទៅជាបងប្អូនម៉ោង1យប់ដល់ម៉ោង3យប់បើក្តៅទៅជាឆ្វេងឬក៏ទៅជាស្ដាំទំនាយថានឹងមានព្រះសង្ឃមកពិភាក្សាហេតុការណ៍ផ្សេងជាមួយនឹងខ្លួនទី2ម៉ោង3ដល់ម៉ោង5ជិតភ្លឺបើមានការក្តៅត្រជាទោះឆ្វេងឬក៏ស្ដាំទំនាយថានឹងមានការល្អការសប្បាយចិត្តខ្លួនអ្នកជាមិនខានទី3ម៉ោង5ជិតភ្លឺដល់ម៉ោង7ព្រឹកបើក្តៅទៅជាខាងឆ្វេងឬក៏ស្ដាំទំនាយទេថានឹងបានរបស់ទទួលទានយ៉ាងឆ្ងាញ់ហើយនឹងបានជួបជុំគ្នាយ៉ាងប្រសើរសប្បាយរីករាយទី4ម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកបើក្តៅទៅជាខាងឆ្វេងខាងស្ដាំនោះទំនាយថានឹងបានជួបជុំជាមួយនឹងមនុស្សដែលមកពីស្រុកឆ្ងាយយ៉ាងគឹបប្រសើរល្អណាស់ទី5បើក្តៅទៅជាម៉ោង9ព្រឹកដល់ម៉ោង10ព្រឹកមិនថាឆ្វេងឬក៏ស្ដាំទំនាយថានឹងបានប្រកាសបានរីករាយសប្បាយគឹបចិត្តយ៉ាងក្រៃលែងទី6ម៉ោង11ថ្ងៃត្រង់ដល់ម៉ោង1រសៀលបើក្តៅត្រជាខាងឆ្វេងឬក៏ស្ដាំនឹងត្រូវខាត់បងប្រកាសបងខាត់ត្រឹបសម្បត្តិពុំល្អសោះឡើយម៉ោង7ដល់ម៉ោង1រសៀលម៉ោង3ល្ងាចបើក្តៅត្រជាខាងឆ្វេងឬក៏ស្ដាំទំនាយថានឹងបានអាហារបរិភោគយ៉ាងឆ្ងាញ់ពិសាហើយបានជួបជុំពិភាក្សាការសប្បាយចិត្តទៀតផងម៉ោង8ជាស្រ័យបងប្អូនទី8ម៉ោង3ល្ងាចដល់ម៉ោង5ល្ងាចបើក្តៅត្រជាខាងឆ្វេងឬក៏ស្ដាំនោះទំនាយថានឹងមានភ្ញៀវមកលេងហើយមានការទីពឹងទៅវិញទៅមកយ៉ាងប្រសើរទី9ម៉ោង5ល្ងាចដល់ម៉ោង7យប់បើក្តៅត្រជាខាងឆ្វេងឬក៏ស្ដាំនោះទំនាយថានឹងបានទទួលការសប្បាយចិត្តទទួលទានស្រានិងជប់លៀងនិងបានទទួលទានអាហារយ៉ាងឆ្ងាញ់ជាមិនខានទី10ម៉ោង7យប់ដល់ម៉ោង9យប់បើក្តៅត្រជាខាងឆ្វេងឬក៏ស្ដាំបើខ្លួនអ្នកជាមនុស្សស្រីនោះទំនាយថានឹងមានគេមកនិយាយស្ដីដណ្ដឹងយកធ្វើជាប្រពន្ធបើខ្លួនអ្នកជាមនុស្សប្រុសវិញនោះថានឹងមានគេមកនិយាយចែចៅចង់បានខ្លួនធ្វើជាប្តីជាគេមិនខានឡើយទី11ម៉ោង9យប់ដល់ម៉ោង11យប់បើក្តៅត្រជាឆ្វេងឬក៏ស្ដាំនោះទំនាយថាខ្លួនអ្នកនឹងត្រូវមានរឿងឆ្លោះប្រកែករវាងគ្នានឹងគ្នាជាមិនខានមកទី12ម៉ោង11យប់ដល់ម៉ោង1កណ្ដាលអាធ្រាត្របើក្តៅត្រជាខាងឆ្វេងឬក៏ត្រជាស្ដាំនោះទំនាយថានឹងមានគេមកចោទប្រកាន់ឲ្យមានរឿងឲ្យមានក្តីក្តាំងដល់ជាមិនខាននេះតកតងនឹងការប្រថ្នូលក្តៅត្រជាបងប្អូនវីដេអូជាបន្តទៀតខ្ញុំនឹងបកស្រាយពីប្រថ្នូលក្តៅមុខម្ដងបងប្អូនចា៎សូមអរគុណច្រើនបងប្អូនសូមជម្រាបលា